ឆ្លើយតប comment បងប្រុសម្នាក់នឹងគាត់សួរចង់ថាឲ្យចង់ពេលយើង block គេហើយតែចង់ដោះ block គេវិញទាំងឆាតទាំង Facebook ទាំងឆាតឥឡូវវិធីនេះបងប្អូនអត់ពិបាកទេនឹងឲ្យចូលមើលទាំងអស់គ្នាមកនឹងឲ្យសម្រាប់បងប្អូនអត់ទាន់ដឹងចូលលើ Facebook យ៉ាងម៉ោងបងប្អូនដើម្បីចូលទៅដោះបានណាដើម្បីចូលទៅដោះបាននេះ Facebook គាត់នេះគាត់ឲ្យខ្ញុំចូលឲ្យដោះ block ឲ្យផងព្រោះអីគាត់រត់ឃើញនេះឲ្យជួយធ្វើវីដេអូបង្ហាញបងប្អូនតែម្ដងទៅនឹងហើយទីមួយឡើងបងប្អូនចុចចូល Facebook យើងវាចេញបែបនេះមែនទេអត់ហ្នឹងហើយដល់អញ្ចឹងបងប្អូនគ្រាន់តែចុចកន្លែងនេះមកចុចលើរូប profile យើងហ្នឹងហើយចុចលើ profile យើងមកប៉ះលើ profile យើងចឹងហើយបងប្អូនចុចមកកន្លែងនេះមកនេះកន្លែងរូបកងចាក់ហ្នឹងនេះបងប្អូនចូលកន្លែងហ្នឹងមកនឹងឲ្យមុនដល់វីដេអូសូមបងប្អូនចែកលេខមួយផងដើម្បីចូលរួមចំណែកចែកមិត្តអ្នកគ្នាឲ្យបងប្អូនផ្សេងៗគាត់ដឹងផងហ្នឹងហើយអូខេនឹងឲ្យប៉ះលើនឹងមួយមកវាឲ្យបងប្អូនត្រូវអូសមកលើហ្នឹងហើយអូសមកលើមករកពាក្យថានេះទប់ស្កាត់នេះបងប្អូន block គេប្រហែលអ្នកក៏វានៅក្នុងនឹងដែរហ្នឹងហើយបងប្អូនក៏ចូលមើលទៅដឹងហើយថាបងប្អូន block ណាខ្លះហើយចង់ដោះវិញដើម្បីទំនាក់ទំនងគ្នាឡើងវិញណាហ្នឹងហើយដើម្បីទំនាក់ទំនងគ្នាឡើងវិញបងប្អូនចុចចូលឲ្យនឹងមកចូលមកនេះបងប្អូនហ្នឹងហើយវីដេអូទូ Facebook នេះបានទប់ស្កាត់អ្នកនឹងម្នាក់ហ្នឹងហើយអត់ឲ្យតាក់ទងបានហ្នឹងហើយអត់អាចមើលគ្នាបាន block បែបហ្នឹងគឺអាចមើលគ្នាបានអត់អាចតាក់ទងគ្នាបានទេបងប្អូនហ្នឹងហើយបើចង់ដោះគាត់វិញឧទាហរណ៍ថាយើងអត់បានតាំងចិត្ត block ទេតែយើងអាចច្រឡំដៃចុចឬមួយកូនតូចច្រឡំលេងទៅច្រឡំចុច block ទៅនឹងអាចតាក់ទងគ្នាបានបងប្អូនចូលទៅមើលកន្លែងហ្នឹងទៅហ្នឹងហើយចូលមើលកន្លែងហ្នឹងទៅតែបើឃើញគេចុចដោះវិញមកនេះកន្លែងនេះហ្នឹងហើយចុចដោះវិញមកដើម្បីតាក់ទងគ្នាបានដូចដើមវិញចុចអញ្ចឹងមកហ្នឹងហើយឬហើយចុចឈប់ទប់ស្កាត់ទៅហ្នឹងហើយត្រូវរងចាំរយៈពេល48ម៉ោងបងប្អូនបានទំនាក់ទំនងគ្នាបានដូចដើមវិញណាអូខេហើយបានអាចblock បានមួយសារទៀតហ្នឹងហើយពេលដោះហើយហ្នឹងហើយតែតាក់ទងគ្នាវាអាចតាក់ទងបានភ្លាមៗតែវាមិនដូចដើមតើតែគ្រប់រយៈពេលឬមួយចង់ block ម្ដងទៀតតើគ្រប់48ម៉ោងហ្នឹងអូខេចុចដោះមកការ block ហ្នឹងគឺជាបានជោគជ័យហើយនេះគឺបានសម្រេចហើយគឺអាចតាក់ទងគ្នាបានវិញហើយម្យ៉ាងទៀតបងប្អូនត្រូវទៅកន្លែងឆាតមួយទៀតដើម្បីដឹងថាដោះបានហើយនៅជួនកាលយើងដោះទៅលើ Facebook តែឆាតវាអត់ទាន់ដោះចេញដល់អញ្ចឹងចុចទៅលេខឆាតមកបងប្អូនហ្នឹងចុចថយវិញមកថយមួយទៀតបងប្អូនសម្លឹងមើលកន្លែងឆាតខាងលើនេះណាចូលឆាតនឹងមកចូលកន្លែងឆាតនឹងមកហ្នឹងហើយវាហើយនេះឆាតគាត់នឹងឡើងមកវិញហើយតែអត់ដឹងថាដោះបានហើយនៅទេយើងចុចចូលមើលឆាតនេះទៅប្រហែលជាបាននេះតែយើងត្រូវចូលឆែកមួយទៀតសិនហ្នឹងហើយដើម្បីដឹងចូលឆែកបងប្អូនចុចមកកន្លែងនេះវិញនេះលេខត្រេប3នេះចុចបាក់កន្លែងហ្នឹងមកឈិត3ណាចុចមកលើការកំណត់នេះការកំណត់ហើយអូមករកពាក្យថានេះឯកជនភាពនិងសុវត្ថិភាពនេះបងប្អូនណាហ្នឹងហើយប៉ះហ្នឹងមកអូលើមកគណនីដែលបានរៀងទប់ស្កាត់ហ្នឹងបើសិនបងប្អូន block ឯណាហ្នឹងហើយវានឹងឃើញនៅក្នុងហ្នឹងហើយបើសិនតែអត់មានគឺអត់មានទេអត់បាន block ឯណាទេណាហ្នឹងហើយចុចចូលហ្នឹងមកអូខេបើសិនតែឃើញទៅទេស្អាតចេះគឺអត់មានទេបងប្អូនណាហើយបើសិនបងប្អូនចង់ block អ្នកណាដែលយើងគាត់ទៅវាយចូលឈ្មោះនេះនឹងមកហ្នឹងហើយចូលនេះមកហ្នឹងហើយចង់បន្ថែមឈ្មោះអ្នកណាក៏អាចចុចចូលថែមបានតែម្ដងហ្នឹងហើយកន្លែងនេះហ្នឹងហើយយើងអាចរកបាក់ទៅរកកន្លែងហ្នឹងក៏យើងអាចរកកន្លែងនេះឃើញដែរណាសង្ឃឹមបងប្អូនធ្វើបានគ្រប់គ្នា